ស្ដីទាំងអស់គ្នាបាទថ្ងៃនេះធ្វើការសុកមានអារម្មណ៍ថានឹកសុកចង់ទៅលេងសុកគេអញ្ចឹងមុននឹងទៅយើងចូលទិញកាហ្វេមួយកែវបាទចប់ហើយបាទទៅចេញមកពីផ្ទះបានកាំដល់ទីឥឡូវភ្លៀងមកទៅហើយសំខាន់ចប់ភ្លៀងនៅមុខផ្លូវទៀតនេះអញ្ចឹងបន្តពីឈប់ភ្លៀងអស់ប្រហែលជាកន្លះម៉ោងយើងមកដល់កន្លែងនេះមួយបាទហើយកន្លែងហ្នឹងគឺជាកន្លែងដែលខ្ញុំឈប់តែឈប់នៅពេលដែលខ្ញុំជិះមកពីភ្នំពេញហ្មងបាទប្រហែលជា20គីឡូឯហ្នឹងគឺខ្ញុំឈប់កន្លែងហ្នឹងដោយសារតែវាមានម្លប់ហើយមានរឹងអ៊ីលក់ទឹកអំពៅនៅក្បែរហ្នឹងអញ្ចឹងណាហើយក៏តែឈប់នៅកន្លែងហ្នឹងរហូតហ្មងបាទអូខេហើយនឹងឯងចាំមើលខ្ញុំដាក់ footage ជិះតាមផ្លូវទាំងអស់គ្នាមើលដែរព្រោះអានេះជាលើកទី1ដែរដែលខ្ញុំយកម៉ូតូ Vario របស់ខ្ញុំនេះជិះទៅខេត្តជិះឆ្ងាយដែលជិះវាឆ្ងាយទេហើយមានអារម្មណ៍ថាជិះស្រួលជិះផ្លូវឆ្ងាយវាស្រួលវានឹងហើយជិះបានលឿនទៀតអូខេអញ្ចឹង let's go ទៅក៏កងបំផ្លេចស្រីហើយទៅលើកនេះគ្រាន់បានធូរស្បាយព្រោះចិននេះនៅអ្នកត្រាស្រោបយកខ្យល់បរិសុទ្ធចង់ទៅស្រែកដាសាមុទ្រពេលនេះគ្មានអូន I miss the day before ស្នេហ៍យើងលែងមាន no more រលករសាត់ផាត់ទៅតាមផ្គរក៏បានជួបមនុស្សល្អវងជូនពរបងកំពុងតែហៀលជួបវិញនៅសមុទ្រហើយឈៀលមើលថ្ងៃលិចពេលរសៀលបាន solo Kinda good feel ជីទៅរកកន្លែងណាវាលើទឹកអូខេអញ្ចឹងយើងបានមកដល់ផ្សារឈូកហើយយើងឆ្លៀតចូលទិញទេអាំងមួយដើម្បីផ្ញើអ្នកផ្ទះហើយមានអារម្មណ៍ថាទេសភាពស្អាតមែនតើទៅដល់ហ្នឹងគឺប្រហែលជាម៉ោង 4 ម៉ោង 5 វាថ្ងៃលិចស្អាតអញ្ចឹងក៏ឈប់ថតរូបថតវីដេអូបានមិនទៅចឹងទៅហើយក៏យើងទៅទៀតចឹងទៅដោយសារកន្លែងនេះគឺនៅឆ្ងាយពីភូមិរបស់ខ្ញុំដែរទេអញ្ចឹងក៏យើងទៅជិះប្រហែលជា10នាទីទៀតឯងបានដល់ភូមិរបស់ខ្ញុំបាទហើយហ្នឹងឯងចូលមកដល់កន្លែងនេះគឺដល់ភូមិខ្ញុំមែនតើឯងទៅតែ5នាទី3-4នាទីទៀតដល់ហើយហ្នឹងហើយផ្លូវស្អាតឥឡូវមានអារម្មណ៍ជិះទៅស្រុកអីជិះលឿនអត់ដូចពីមុនទេអញ្ចឹងប្រហែលជាអាចនឹងទៅស្រុកញឹកអាចថាមួយខែទៅ2ដងឬក៏មួយដងអញ្ចឹងណាហ្នឹងហើយបាទឥឡូវយើងបានមកដល់ទេហើយបាទយើងមានរបស់ផ្ញើគាត់មកដល់ផ្ទះគាត់ក៏មានរបស់ឲ្យយើងញ៉ាំវិញដែរបាទពិតនៅអត់បានមកផ្ទះនេះចាំផ្ញើទៅមួយផ្ញើទេតាចង់ហូបតែពូឈ្មោមើលតែសភាពហ៎មិនដែរបាច់ទៀត